ក្នុងសម័យសង្គ្រាមត្រូវរង្គោះរង្គើខណៈដែលអាជ្ញាធរបានព្យួរតំណែងរដ្ឋមន្ត្រីក្រសួងយុតិធម៌លោក Herman Halunchenko កាលពីថ្ងៃពុធទី 12 វិច្ឆិកាជុំវិញប្រាក់សំណុកក្នុងវិស័យថាមពលដ៏ធំមួយតម្លៃ$100 លាន ការិយាល័យជាតិប្រឆាំងអំពើពុករលួយអ៊ុយក្រែននិងការិយាល័យរដ្ឋអាជ្ញាប្រឆាំងអំពើពុករលួយឯកទេសបានចោទប្រកាន់មនុស្សយ៉ាងហោចណាស់5នាក់រួមទាំងទីប្រឹក្សារបស់លោក Halunchenko និងលោក Timur Mintic ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់ប្រធានាធិបតី Volodymyr Zelensky លោក Mintic ដែលជាសហកម្មសិទ្ធិករសិទ្ធិយោទូរទស្សន៍ដែលបានជំរុញអាជីពរបស់លោក Zelensky មុនពេលលោកធ្វើជាប្រធានាធិបតីត្រូវបានចោទប្រកាន់ថាជាដំណើរការការិយាល័យសម្ងាត់មួយនៅទីក្រុងគៀវដែលត្រូវបានប្រើប្រាស់ដើម្បីលាងលុយខុសច្បាប់ពីក្រុមហ៊ុន Maga ដែលធ្វើការជាមួយក្រុមហ៊ុន Nuclear គ្រប់គ្រងដោយរដ្ឋ Erdogan ក្រុមអ្នកស៊ើបអង្កេតបានចោទប្រកាន់ថាក្រុមអ្នកគ្រប់គ្រងត្រូវបានបង្ខំឲ្យបង់ប្រាក់សំណុករហូតដល់ទៅ 15% ដើម្បីធានាការទូទាត់កិច្ចសន្យាឬរក្សាឋានៈជាអ្នកគ្រប់គ្រងរបស់ពួកគេ